អំពៅអើយអំពៅបងប្អូនណាពៅផ្ទះគៀនផ្ទះកាប់ដើមបាន3ដើមឥឡូវនាំពីមកសអើយមកកាប់ឲ្យចៅមិនដើមចាកាប់មកកាត់ឲ្យចៅឡើង2ដើមហីប្រហែលដើមផ្លេចដូចបំភ្លឺចាតែចាំមកក្រោយទៀតកាប់ឲ្យទៀតឥឡូវក្រោយទុកវានេះកាលនោះនៅទូស្ទើចាដល់ឥឡូវបាននេះហើយគាត់ទៅជាក់ហើយទៅជាក់ទៅដល់នោះទៅឥឡូវកាប់ទុកឲ្យចៅហ្នឹងឯងដាក់នៅសើទៅគេចូលចិត្តញ៉ាំបានពៅមកគុំប៉ុន្តែបានដើមហ្នឹងមកវាចង់ងាប់អញកាលកាលម្ចាស់គេចាស់នោះគេដាំមកទុកចោលអត់មានស្រោចទឹកដល់មកហ្នឹងបានពេលរួចទៅប៉ុន្តែចេញមុនទៅជាហ្នឹងចេញមកធ្លោះល្អដល់នេះបកុំនេះបើប៉ុនក៏ដៃហ្នឹងហើយកាលមុនកាប់ឲ្យចៅឡើង3ដើម2ដើម3ដើមទៅធំតែធ្លោះនេះពៅធ្វើពៅសាងអ្នករីថាយលក់អំពៅសាងយកលុយដើរលេងបងប្អូនអើយចង់ទិញអំពៅសាងហ៎នេះយកលុយដើរលេងដល់ថ្នាក់ដើរលក់អំពៅនេះកាប់អំពៅដើរលក់ឲ្យបងប្អូនពៅ3ដើមហ្នឹងលក់គ្រប់ស្រុកហ៎7 3មាន7 3គួយណាពៅ3ដើមនេះអំពៅ3ដើមពៅ3ដើមដល់លក់គ្រប់ស្រុកដែរទៅលក់គ្រប់ស្រុកដែរដល់ហើយបានហើយនេះពៅនេះសក់រួចនេះแล้วก็นุสาวรีពីក្មេងពៅសាងទៅរៀនលោកអើយអត់មានលុយទិញដល់ឥឡូវចាស់ទៅអាចដាំនេះខ្លួនឯងបានញ៉ាំអីកើតញ៉ាំអីកើតអត់ហ៊ានញ៉ាំបានតិចហ្នឹងអត់ហ៊ានដូចពីក្មេងទេផ្អែមដូចពីក្មេងយើងញ៉ាំមកសេរីយើងអត់តមអីដល់ឥឡូវចាស់ហើយយើងត្រូវតមអត់ហ៊ានអត់ឃ្លានតាមចង់ទេឥឡូវហ្នឹងអូខេហ្នឹងហើយសុខសប្បាយបានពៅ3ដើមក៏ពេលនេះលក់បងប្អូនអើយលក់ផងអីលក់ផងញ៉ាំផងមិនអស់ទៀតណាមកសល់កាក់វាបើញ៉ាំអីអត់ចេះអស់ទេលះអីសុខសប្បាយណាស់គ្នាបាទ